ច្រាប់នៅណាចេញមុខមកភ្លាមខ្ញុំអត់ Hello guys សួស្តីអ្នកទាំងអស់គ្នាខ្ញុំឃើញវីដេអូបងស្រីម្នាក់នឹងគាត់ផុសហើយក៏មានអ្នកគាត់ comment អញ្ចឹងណា Yes ខ្ញុំក៏ respect ដែរដោយសារគាត់និយាយនេះមិនមែនបានន័យថានិយាយអាក្រក់ទេគាត់គ្រាន់តែមានបំណងល្អ Yes ខ្ញុំទទួលស្គាល់ក៏ប៉ុន្តែវាក៏ជាចំណុចមួយដែលគេហៅថាវា pressure ទៅអ្នកដែលគាត់មានប្តីជនជាតិបរទេសឬក៏សង្សារជនជាតិបរទេសដូចជាខ្ញុំដូចគ្នាវាគេហៅថាវាជា mindset ដែលហៅថា mindset យូរលង់ណាស់មកហើយដែលមនុស្សគ្រប់គ្នាភាគច្រើនខ្ញុំអាចនិយាយបានថាភាគច្រើនគឺគាត់ expect ថាពាក្យថាជនជាតិបរទេសមិនថាសោះអីក៏ដោយគឺត្រូវតែមាន and អ្នកខ្លះគឺគាត់គិតខ្លីគាត់ទ្រាំទ្រដៃទ្រាំទ្រជើងដោយសារពាក្យថាសង្សារបរទេសត្រូវតែមានឧទាហរណ៍មកនិយាយច្រើនណាចិនខ្ញុំជួបជាក់ស្ដែងខ្ញុំហ៊ានស្បត់ថាខ្ញុំជួបជាក់ស្ដែងច្រើនឆ្នាំប្រហែលជា 4-5 ឆ្នាំមុនចាជួបជាក់ស្ដែងគឺម្នាក់ស្រីហ្នឹងនៅកោះ Yes នៅកោះពេជ្រខ្ញុំមិនដឹងថាគាត់មានសម្ពាធអីឬក៏អីមួយទេតែខ្លាំងណាស់ម្នាក់ផុសនឹងវាផ្ទះកាភ្លៀងផ្ទះដូចជា3កាភ្លៀងផ្ទះហើយផ្ទះទៀតហើយម្នាក់ស្រីហ្នឹងពេលដែលផ្ទះហើយម្នាក់ស្រីហ្នឹងគឺគាត់ព្យាយាមរុលចូលលក្ខណៈដូចថាផ្ទះហើយព្យាយាមទៅអោបលួងអីចឹងណាខ្ញុំសុំទោសកន្លែងនេះនឹងឯដែរយករឿងហ្នឹងមកនិយាយហ៊ានយូរដែរហើយបន្ទាប់មកគេក៏ត្រូវគ្នាវិញហើយខ្ញុំមានអារម្មណ៍ថា Yes វាអាពាក្យគេហៅថាប្តីបរទេសហ្នឹងគឺត្រូវតែមានហ្នឹងវាធ្វើឲ្យមនុស្សមួយចំនួនដែលគាត់ដូចថាគាត់មានហើយអញ្ចឹងគឺគាត់ស្មាត់ទោសមិនថានិយាយអីទេវាអាចនិយាយបានថាគាត់អាចនឹងចង់បានលុយគេឬក៏មួយទៀតគេហៅថាគេឲ្យតែគេធ្វើបាបគាត់ដូចគ្នាក៏ប៉ុន្តែពាក្យថាលុយគឺវាធំធេងវាមិនធំធេងសម្រាប់អ្នកខ្លះតែមនុស្សមួយចំនួនគាត់អាចនឹងធំធេងឬក៏អ្នកខ្លះទៀតក៏គាត់ដើរចាយហឺហាដើរចាយខ្ជះខ្ជាយចឹងទៅតែអ្នកខ្លះទៀតគាត់អាចនឹងយកលុយមួយចំណុចហ្នឹងទៅគត់គង់គ្រួសារឬធ្វើអីមួយផ្សេងទៀតអញ្ចឹងពេលខ្លះយើងគួរតែជ្រើសរើសសុភមង្គលហើយធ្វើខ្លួនឯងឲ្យ strong គឺ strong នេះគឺបានន័យថាយើងអាចធ្វើការខ្លួនឯងបានយើងអាចរកស៊ីខ្លួនឯងបានហើយលុយដែលគេឲ្យក៏យើងទុកទៅតែយើងកុំធ្វើអារម្មណ៍មួយថាកុំធ្វើឲ្យគេមានអារម្មណ៍មួយថាមីមួយនឹងអត់អញមិនបានឬអាមួយនឹងអត់អញមិនបានហើយវាធ្វើឲ្យគេហៅថាអញចង់វាយដំច្រំធាក់អញឲ្យទៅលុយវាទៅចប់ហើយ Yes អញ្ចឹងមិនថាពាក្យទាំងអស់ហ្នឹងវាអាចជាការណែនាំល្អហើយក៏វាជាសម្ពាធមួយដែលធ្វើឲ្យមនុស្សស្រីយើងមួយចំនួនគេហៅថាបាក់បៀរឿងហ្នឹងណាអញ្ចឹងមុនយកប្តីមិនថាប្តីបរទេសប្តីខ្មែរវាអាចនឹងភិកច្រើនគឺប្តីឯងធ្វើការអីហើយរស់ស៊ីអីហើយធ្វើអីចេះមួយចុះពីរតែគ្រាន់តែពាក្យថាជនជាតិបរទេសគឺជនជាតិខ្មែរយើងភិកច្រើនមួយចំនួនគឺគាត់ expect ថាម្នាក់ហ្នឹងគឺមានឋានៈខ្ពស់ឬមិនថាឋានៈខ្ពស់ឯប្រាក់ខែខ្ពស់លុយច្រើនអីចឹងទៅអញ្ចឹងអ្នកខ្លះក៏គាត់គិតខ្លីដែរថាអញបានជនជាតិបរទេសអញ្ចឹងទ្រាំឲ្យវាវាយតិចទៅតែអញបានលុយច្រើនហើយអញទៅ show អ្នកចិត្តខាងឬចេះមួយចុះពីអញ្ចឹងទៅអញ្ចឹងមិនថាយើងជ្រើសរើសមនុស្សប្រុសមិនថាជនជាតិបរទេសឬក៏ខ្មែរតែយើងគួរជ្រើសរើសមនុស្សដែលយើងគិតថាគាត់ respect យើងគាត់ហ៊ានធ្វើអ្វីដែលមនុស្សប្រុសមួយចំនួនអត់ហ៊ានផ្ដល់ឲ្យគេហៅថាទី1លុយទី2ការធ្វើការងារផ្ទះមិនថាបោសផ្ទះជូតផ្ទះបោកអាវគ្រប់យ៉ាងដែលយើងគិតថាមនុស្សប្រុសមួយចំនួនគេអត់ធ្វើឲ្យដោយសារមិនការងារនេះជាមនុស្សស្រីខ្ញុំមានទួនាទីរកលុយអ្នកឯងនៅផ្ទះអ្នកឯងធ្វើទៅ No អញ្ចឹងក៏វាជាបញ្ហាមួយតែវាមិនជាធំដុំទេវាអាចនឹងក្រុមគ្រួសារខ្លះគាត់អាចនឹងទទួលយកបានហើយក៏វាអត់មានផលប៉ះពាល់របស់គាត់អីចឹងទៅតែសម្រាប់ខ្ញុំបើសិនជាមនុស្សប្រុសដែលគាត់ដូចថាគាត់អាចជួយចំណុចនឹងបានគាត់អត់ប្រកាន់គាត់អត់ធ្វើគាត់អត់គិតថាអាហ្នឹងការងារមនុស្សស្រីមនុស្សប្រុសទេលុយក៏គាត់ឲ្យការងារដែលគាត់ជួយបានក៏គាត់ជួយអាហ្នឹងក៏វាជាសំណាងមួយសម្រាប់ខ្ញុំហើយសម្រាប់បងស្រីដែលម្ចាស់វីដេអូហ្នឹងក៏ជាសំណាងរបស់គាត់ដែរវាអាចនឹងថាគ្រួសារគាត់អត់មានរបស់ដែលថ្លៃហឺហាទេក៏ប៉ុន្តែអ្វីដែលគាត់ទទួលបានគឺការគោរពពីមនុស្សប្រុសដែលគាត់ស្រឡាញ់គេឲ្យតម្លៃគេដូចថា
គេហ៊ានធ្វើអ្វីដែលមនុស្សប្រុសមួយចំនួនដែលគេមិនអាចធ្វើកន្លែងហ្នឹងឲ្យគាត់បានទេ yes អញ្ចឹងគឺជាក្តីសុខមួយដែលពេលខ្លះលុយអត់អាចទិញបានទេតែរឿងលុយក៏វាសំខាន់ណែវានិយាយវិញលុយសំខាន់តែគ្រាន់តែយើងអាចរកក៏ប៉ុន្តែក៏មិនគេហៅថាបដូរផ្ដាច់ជីវិតហ្នឹងដើម្បីទៅលុយមកមុខដែរអញ្ចឹងគឺវាធ្វើឲ្យមនុស្សប្រុសហ្នឹងអាចជន់យើងបានដោយសារលុយដូចគ្នាអញ្ចឹងមិនថាមានតែប៉ុណ្្នឹងឯងនឹងឯងអញ្ចឹងគួរជ្រើសរើសសុភមង្គលហើយខ្ញុំជឿថាពេលដែលយើងមានសុភមង្គលហើយលុយហ្នឹងនឹងមកតាមក្រោយជឿថាអញ្ចឹងហើយមនុស្សប្រុសដែលគេស្រឡាញ់គេគោរពគេឲ្យតម្លៃយើងមែនលុយហ្នឹងគឺគេឲ្យយើងគេអត់មានគិតថាអូអញទួនាទីអញជាមនុស្សប្រុសយើងត្រូវចេះយើងត្រូវចុះអត់ទេមនុស្សដែលគេស្រឡាញ់យើងគេគោរពគេឲ្យតម្លៃយើងរឿងប៉ុណ្្នឹងក៏ពេកកពកសម្រាប់គេណាគេហ៊ានឲ្យយើងមុននឹងគេឲ្យខ្លួនឯងទៀតហ៎រឿងហ្នឹងវាជាការពិតតែបើថាមានពាក្យប្រកាន់ថាអ្នកជាស្រីខ្ញុំជាប្រុសខ្ញុំទួនាទីអញ្ចេះអ្នកឯងទួនាទីអញ្ចោះហើយទោះនៅក៏វាពិបាកដែរនឹងឯងអរគុណបាយ